IoT នៃក្រុមអនុព័ន្ធយោធារបស់អាស៊ានផងចុះទៅពិនិត្យវេតម្លៃក៏ប៉ុន្តែយើងហាក់ដូចជាមិនមែនតែខ្ញុំទេគឺនៅក្នុងកិច្ចពិភាក្សានៃអ្នកច្បាប់អន្តរជាតិក៏ដូចជាអ្នកវិភាគនយោបាយអន្តរជាតិនៅក្រៅប្រទេសគេកំពុងវេតម្លៃអំពីយន្តការដោះស្រាយចំនួនរបស់តំបន់មួយហ្នឹងឥឡូវយើងក៏លេចមើលមកយន្តការរបស់អាស៊ានតើអាស៊ានអាចមានអ្វីដែលពិសេសលើសហ្នឹងដើម្បីធានាថាយន្តការដែលដាក់ចេញទៅនឹងដោះស្រាយបានមិនមានឧបសគ្គអញ្ចឹងក៏មានការវិតម្លៃទៅដល់ការលទ្ធភាពនៃការបង្កើតគេហៅថាក្រុមប្រឹក្សាធម្មនុញ្ញអាស៊ានដែលគួរតែមានដើម្បីពិនិត្យទៅលើធម្មនុញ្ញភាពរបស់អាស៊ានប្រសិនបើរដ្ឋណាមួយបំពានមាត្រា1មាត្រា2ត្រូវតែកោះប្រជុំដើម្បីមានវិធានការក្រៅពីនេះយោងតាមទស្សនៈនៃច្បាប់អន្តរជាតិប្រកាសណាស់ថាយើងមានច្បាប់ហើយយើងត្រូវតែមានយន្តការអនុវត្តតើយន្តការអីឲ្យមានប្រសិទ្ធភាពគឺប្រកាសណាស់ថាអាស៊ានយើងមាន ACC តើ ASEAN Community Council ក្រុមប្រឹក្សាសហគមន៍អាស៊ានប៉ុន្តែតាមដែលខ្ញុំមើលគឺយើងអត់ទាន់មានក្រុមប្រឹក្សាសន្តិសុខអាស៊ានទេគឺយើងរុញទៅនោះក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC United Nations Security Council ហើយនៅពេលដែលរឿងកម្ពុជាថៃនេះកើតឡើងយើងបានរុញទៅ UNSC ប៉ុន្តែ UNSC ក៏គេ refer មកយន្តការតំបន់សិនដោះស្រាយក្នុងតំបន់ឲ្យអស់លទ្ធភាពហើយយើងដឹងហើយដូចខ្ញុំលើកមុនហ្នឹងគឺថាឧបសគ្គអីខ្លះនៅក្នុង UNSC អញ្ចឹងជាទស្សនៈរបស់អ្នកច្បាប់អន្តរជាតិដែលគេមើលឃើញអំពីចំណុចដែលត្រូវ restructuring reform កែតម្រង់ទៅលើស្ថាប័នមិនថាតែអាស៊ានមួយទាំង UN ទាំង UNSC ក៏ត្រូវតែកែតម្រង់ដែរប៉ុន្តែយើងលើកអំពីអាស៊ានសិនគឺត្រូវមានក្រុមប្រឹក្សាសន្តិសុខអាស៊ានហ្នឹងដើម្បីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញអាស៊ានប្រកាសណាស់ថាថៃលើកទ័ពឈ្លានពានចូលកម្ពុជាគឺជារឿងធំណាស់ធំបំផុតអញ្ចឹងលើលោកហ្នឹងរឿងដែលធំបំផុត